ប៉ុនជាមួយនឹងការចាប់ផ្ដើមអូស៊ីតាមពិតទៅខ្ញុំសួរចុះសួរឡើងទៅអ្វីដែលគាត់តែងតែមកសួរខ្ញុំហ្នឹងគឺចង់ថាតើចាប់ផ្ដើមអូស៊ីហ្នឹងរបៀបម៉េចបាទអញ្ចឹងអាការចាប់ផ្ដើមនៃការអូស៊ីទាំងអស់ហ្នឹងសម្រាប់យោបល់ខ្ញុំបទពិសោធន៍របស់ខ្ញុំចង់ឲ្យចាប់ផ្ដើមពីតូចទៅហើយទៅរៀនពីវាទៅហើយកំហុសទាំងអស់វាคล้ายទៅជាដើមទុនជាបទពិសោធន៍ដើម្បីយើងអាចប្រឌិតខ្លួនសម្រាប់ថ្ងៃមុខបើសិនជាយើងមិនសូវជាមានចំណេះជំនាញអីទេយើងប្រឹងបន្ថែមទៅប៉ុន្តែបើសិនយើងមានចំណេះមានជំនាញយើងអាចពង្រឹងបន្ថែមប្រឌិតខ្លួនវាលឿនបាទហើយដើមទុនដែលសំខាន់សម្រាប់ខ្ញុំគឺពាក់ព័ន្ធជាមួយនឹងគឺខ្លួនឯងគឺចំណង់ចំណូលចិត្តហើយនឹងបទពិសោធន៍ចំណេះជំនាញទាំងអស់ហ្នឹងអាហ្នឹងគឺដើមទុនទី1ដើមទុនទី2ខ្ញុំចង់ឲ្យចាប់ផ្ដើមនៅដើមទុនចេញពីលុយកាក់បន្តិចបន្តួច4-500អីហ្នឹងគឺករណីដូចនៅថ្ងៃទី28ខែ3 2026នេះគឺយើងចង់ឲ្យបងប្អូនចាប់ផ្ដើមលុយតែ$500ទេអាចចាប់ផ្ដើមរកស៊ីមុខរបរលក់ជីថ្នាំកសិកម្មបានអញ្ចឹងបើចង់ដឹងច្បាស់អាចអញ្ជើញមកចូលរួមនៅថ្ងៃទី28ខែ3 2026នឹងមកបាទនេះគឺជាសួរតែដើមទុនប្រហែលអញ្ចឹងពួកខ្ញុំបានប្រហើបគឺ500ហើយបើចង់ច្បាស់ទៀតយើងអាចមកជួបវាគ្មិនដ៏សំខាន់របស់ Business Cambodia បងប្អូនអាចស្គាល់លោកគ្រូកុសលហើយអញ្ចឹងអាចមកជួបគាត់ទៅអាចសួរនាំគាត់បន្ថែមថាវិធីដែលចាប់ផ្ដើមទៅលើការរកស៊ីទាំងអស់ហ្នឹងរបៀបម៉េចអាចមកជួបគាត់ទៅគាត់មានធ្វើបទបង្ហាញពិសេសមុខរបរចំនួន10ផ្នែកកសិកម្មហ្នឹងបាទអញ្ចឹងបើចង់ដឹងច្បាស់អាចអញ្ជើញមកចាប់ពីពេលព្រឹករហូតដល់ពេលថ្ងៃត្រង់បាទអញ្ចឹងដោយសារចំនួនវាមានកំណត់អញ្ចឹងបងប្អូនដែលគាត់ចាប់អារម្មណ៍ហើយចង់ប្រឡូកទៅលើវិស័យកសិកម្មហ្មងហើយវាអត់មានខ្វះគំនិតកន្លែងណាអាចមកទៅជែកគ្នាពីព្រោះថ្ងៃនេះគាត់នឹងធ្វើបទបង្ហាញដ៏ពិសេសមួយសម្រាប់គាត់គឺពាក់ព័ន្ធជាមួយនឹងរឿងដែលមុខរបរដែលនៅលើវិស័យកសិកម្មទាំងអស់ហ្នឹងចំនួន10អញ្ចឹងបើសិនជាចង់ដឹងច្បាស់ហើយខ្វះគំនិតអាចអញ្ជើញមកអញ្ចឹងកុំនៅតែនេអីថ្ងៃទី28នេះយើងមកជួបគ្នាទាំងអស់គ្នាហើយក្នុងនោះដែរក៏អាចមកអញ្ជើញមើលនៅក្នុងរោងចក្រដែលពួកយើងចាប់ផ្ដើមតាំងពីតូចរហូតមកដល់បច្ចុប្បន្នវាធំហ្នឹងវាគេធ្វើរបៀបម៉េចពួកខ្ញុំនឹងធ្វើបទបង្ហាញផ្ទាល់ដែរបាទសូមអរគុណ